ផ្លូវមួយដែលយើងអាចទស្សន៍ទាយអនាគតរបស់ខ្លួនយើងបានគឺការបង្កើតវាដោយខ្លួនយើងផ្ទាល់នេះគឺជា quote នៅក្នុងចំណោម10 quote ដែលខ្ញុំលើកយកមកបង្ហាញអ្នកទាំងអស់គ្នាក៏ដូចជាបញ្យលនៅក្នុងនាទីបន្ទាប់សួស្តីអ្នកទាំងអស់គ្នាខ្ញុំណាសៀតខ្ញុំបានដកស្រង់យក quote បានចំនួន10 quote ដែលមានឥទ្ធិពលនៅក្នុងការផ្លាស់ប្ដូរជីវិតរបស់ខ្លួនយើងផ្ទាល់ខ្ញុំបានធ្វើវីដេអូស្តីងគ្នានេះហើយនៅក្នុង channel ធំរបស់ខ្ញុំណាសៀតក៏ប៉ុន្តែខ្ញុំមកលើកនេះគឺរៀងខុសប្លែកពីមុនបន្តិចគឺដោយសារតែខ្ញុំមានពេលគ្រប់គ្រាន់នៅក្នុងការបញ្យលពី quote នីមួយៗទៅកាន់អ្នកទាំងអស់គ្នា quote ទី1សំខាន់ហើយខ្ញុំយកវាមកដាក់វានៅក្នុងលេខរៀងទី1 Your time is limited so don't waste it living someone else's life by លោក Steve Jobs ពេលវេលារបស់យើងគឺមានកំណត់សូមកុំខ្ជះខ្ជាយរស់នៅដើម្បីជីវិតអ្នកដទៃនៅត្រង់នេះលោក Steve Jobs គឺចង់ឲ្យយើងទាំងអស់គ្នាដឹងថាពេលវេលារបស់យើងគឺវាមានតម្លៃហើយពេលវេលាដែលយើងរស់នៅគឺវាមានកំណត់ដូច្នេះហើយជំនួសដោយការ copy ពីអ្នកដទៃយើងងាកមកធ្វើអ្វីដែលជាខ្លួនយើងផ្ទាល់វាជាការពិតដែលថាមានមនុស្សជាច្រើនដែលព្យាយាមចម្លងពីអ្នកដទៃហើយពួកគេផ្គប់ចិត្តអ្នកដទៃព្រោះតែចង់បានការគោរពតែតាមពិតទៅបើសិនជាយើងចង់បានការគោរពយើងគួរតែច្បាស់លាស់ជាមួយនឹងខ្លួនឯងព្រោះនៅក្នុងលោកនេះមនុស្សដែលទទួលបានការគោរពគឺមានតែមនុស្សដែលច្បាស់លាស់ជាមួយនឹងខ្លួនឯងហើយធ្វើអ្វីដែលជា unique របស់ខ្លួនឯងផ្ទាល់ខ្ញុំក៏ធ្លាប់សួរខ្លួនឯងដែរថាតើខ្ញុំពិតជាចង់ធ្វើវាព្រោះតែចង់ឲ្យអ្នកដទៃឃើញថាខ្ញុំធ្វើវាឬមួយក៏ខ្ញុំធ្វើវាព្រោះតែខ្ញុំស្រឡាញ់ឬមួយក៏ព្រោះតែខ្ញុំផ្ទាល់នេះគឺជា powerful សំណួរមួយដែលអ្នកទាំងអស់គ្នាអាចសួរខ្លួនឯងបានយើងអាចមានសមត្ថភាពនៅក្នុងការដឹកនាំជីវិតឬមួយក៏ត្រួសត្រាយផ្លូវជីវិតរបស់ជាខ្លួនយើងផ្ទាល់ Alright ឲ្យខ្លីមករស់នៅជាមួយភាពជាខ្លួនឯងជ្រើសរើសផ្លូវរបស់ខ្លួនឯងស្ដាប់សំឡេងនៅក្នុងខ្លួនរបស់យើងហើយកុំអនុញ្ញាតឲ្យសំឡេងរបស់អ្នកដទៃឈប់បញ្ឈប់យើងពីអ្វីដែលយើងកំពុងតែធ្វើហើយចងចាំយើងអាចមានសមត្ថភាពនៅក្នុងការត្រួសត្រាយផ្លូវជីវិតរបស់ខ្លួនយើងបានអូខេ quote មួយចប់យើងចូលមកដល់ quote មួយទៀតមួយនេះក៏មិនអន់ដែរ Whether you think you can or you can't you're alright by Henry Ford មិនខ្វល់ថាយើងគិតថាវាអាចឬមិនអាចទេការគិតរបស់យើងគឺត្រឹមត្រូវទាំងពីរ Alright ឥឡូវនេះយើងមកមើលនិយមន័យរបស់វាវិញយើងដើម្បីឲ្យងាយស្រួលយើងចែកវាជាពីរផ្នែកយកមកវិភាគដែលទី1គឺផ្នត់គំនិតមួយដែលយើងគិតថាយើងអាចធ្វើបានហើយផ្នត់គំនិតមួយទៀតយើងគិតថាយើងមិនអាចធ្វើវាបានទេនៅពេលដែលយើងមានផ្នត់គំនិតដែលថាយើងអាចធ្វើបានវាពិបាកប៉ុន្តែយើងអាចធ្វើបានហើយវាពិបាកអញ្ចឹងហើយទើបមិនសូវមានអ្នកធ្វើច្រើននៅពេលនោះយើងនឹងមាន confidence លើខ្លួនឯងហើយយើងមានកម្លាំងនៅក្នុងការធ្វើវានៅក្នុងការធ្វើវាហើយយើងផ្ដល់ឱកាសខ្លួនឲ្យខ្លួនឯងនៅការចាប់ផ្ដើមឬមួយក៏ first step ហ្នឹងហើយមិនយូរមិនឆាប់យើងនឹងឃើញលទ្ធផលពីវាមិនខានចុះបើសិនជាយើងគិតថាយើងមិនអាចធ្វើបានវិញនៅពេលដែលយើងមានផ្នត់គំនិតបែបនេះមិនថាឡើយតែយើងធ្វើសូម្បីតែឱកាសនៅក្នុងការផ្ដល់ឲ្យខ្លួនឯងនៅការចាប់ផ្ដើមក៏មិនមានផងដូច្នេះហើយទើបមនុស្សភាគច្រើនគឺគេបោះបង់មុននឹងការចាប់ផ្ដើមទៅទៀតបើយើងនិយាយឲ្យខ្លីទៅ quote ទាំងមូលគឺចង់សំដៅទៅលើការគិតឬមួយក៏ភាពជឿជាក់ទៅលើខ្លួនឯងព្រោះផ្នត់គំនិតអាចផ្ដល់ឲ្យយើងនៅសកម្មភាពព្រោះផ្នត់គំនិតផ្ដល់ឲ្យយើងនៅសកម្មភាពហើយសកម្មភាពផ្ដល់ឲ្យយើងនៅលទ្ធផលហើយលទ្ធផលនេះវាពង្រឹងភាពជឿជាក់របស់យើងបន្ថែមទៀតដូច្នេះហើយអ្នកទាំងអស់គ្នាមិនថាមានអ្វីក៏ដោយយើងគួរតែរក្សាភាពវិជ្ជមានទៅលើខ្លួនឯងហើយជឿតែយើងអាចធ្វើបានព្រោះផ្នត់គំនិតដែលថាយើងអាចធ្វើបានគឺជា foundation ឬមួយក៏ជាចំណុចដំបូងដែលយើងគួរមានសម្រាប់ទី3នេះក៏សំខាន់ដែរសម្រាប់អ្នកទាំងអស់គ្នាដែល quote ទី3នេះគឺដោយលោក Steve Jobs ដូចគ្នា The only way to do great work is to love what you do ដោយលោក Steve Jobs នៅពេលណាដែលយើងធ្វើការដែលយើងស្រឡាញ់យើងនឹងធ្វើវាបានល្អនៅត្រង់នេះបើសិនជាយើងធ្វើការដែលយើងស្រឡាញ់យើងចូលចិត្តនោះយើងមិនត្រឹមតែធ្វើវាដើម្បីឲ្យវាល្អហើយចប់ហើយប៉ុណ្ណោះទេយើងចង់ឲ្យវា perfect ឬមួយក៏ល្អឥតខ្ចោះផងដែរនៅពេលដែលយើងធ្វើការឬមួយក៏ធ្វើអ្វីដែលយើងស្រឡាញ់វាដឹកនាំជីវិតយើងទៅបានឆ្ងាយយើងអាចដើរបានឆ្ងាយជាងប៉ុន្តែសំណួរមួយទៀតដែលថាចុះបើសិនជាយើងអត់ដឹងថាយើងស្រឡាញ់អីឬមួយក៏យើងគួរធ្វើអីអាហ្នឹងវាគឺជារឿងមួយដែលធម្មតាសម្រាប់មនុស្សទូទៅព្រោះមនុស្សភាគច្រើនគឺអត់ដឹងថាខ្លួនឯងត្រូវធ្វើអីដូចគ្នានៅក្នុងចំណុចដំបូងអ្វីដែលសំខាន់គឺយើងអាចមានពេលដើម្បីស្វែងរកអ្វីដែលខ្លួនយើងស្រឡាញ់បានតាមរយៈការមើលការចូលរួម explore ខ្លួនឯងយ៉ាងណាមិញខ្ញុំគិតថាមានមនុស្សជាច្រើនគឺត្រូវការ quote ទី4នេះ It doesn't matter how slowly you go as long as you do not stop
មិនខ្វល់ថាអ្នកទាំងអស់គ្នាធ្វើដំណើរយឺតប៉ុណ្ណាទេដរាបណាអ្នកទាំងអស់គ្នាមិនឈប់នោះអ្នកទាំងអស់គ្នានឹងទៅដល់គោលដៅឬមួយក៏អ្វីដែលអ្នកទាំងអស់គ្នាចង់បានសម្រាប់ quote មួយនេះគឺនិយាយអំពីការធ្វើជាជាប់លាប់ការអត់ធ្មត់ហើយនឹងកុំបោះបង់ល្បឿនវាមិនសំខាន់ទេអ្វីដែលសំខាន់គឺការធ្វើវាជាប់លាប់ហើយនឹងធ្វើវាជារៀងរហូតហើយនឹងមិនឈប់វាមិនមែនជាការប្រកួតប្រជែងទេអ្នកទាំងអស់គ្នាវាគឺជាដំណើរមួយដែលយើងដើរដោយខ្លួនយើងផ្ទាល់យើងខុសខ្លះត្រូវខ្លះហើយយើងនៅតែដើរទៅមុខជានិច្ចជាក់ស្ដែងខ្ញុំមានឧទាហរណ៍មួយបើសិនជាអ្នកទាំងអស់គ្នាព្យាយាមរៀនភាសាអាចនិយាយបានថាជាភាសាអង់គ្លេសថ្ងៃខ្លះយើងមានអារម្មណ៍ថាវាងាយស្រួលហើយថ្ងៃខ្លះវាមានអារម្មណ៍ថាលំបាកប៉ុន្តែយើងនៅតែ practice វា10នាទីឬមួយក៏20នាទីនៅក្នុងមួយថ្ងៃនោះយើងនឹងទទួលបាននៅលទ្ធផលល្អហើយយើងនឹងទទួលបាននៅអ្វីដែលយើងចង់បានគឺ fluent English នឹងឯងហើយដែលអ្នកទាំងអស់គ្នាអាចយកបានពី quote នេះគឺភាពរីកចម្រើនគឺជាភាពរីកចម្រើនមិនថាជាវាទូចយ៉ាងណាទេនៅពេលដែលយើងធ្វើវានឹងនៅក្នុងខ្លួនយើងជានិច្ច quote ទី5ហើយណាអ្នកទាំងអស់គ្នា The best way to predict the future is to create it ងាយវាសាមញ្ញហើយងាយយល់ខ្លាំងមែនតើហើយវាក៏ជា favorite quote របស់ខ្ញុំផ្ទាល់ដែល quote នេះត្រូវបាននិយាយដោយលោក Peter Drucker ផ្លូវមួយដែលយើងអាចទស្សន៍ទាយអនាគតរបស់ខ្លួនឯងគឺការបង្កើតវាដោយខ្លួនឯងផ្ទាល់ដែលមានន័យជ្រៅខ្លាំងមែនទែនអនាគតរបស់យើងគឺនៅក្នុងដៃរបស់យើងអញ្ចឹងយើងអាចមានសមត្ថភាពនៅក្នុងការធ្វើឲ្យអនាគតរបស់យើងវាទៅជាយ៉ាងណាគឺអាស្រ័យទៅលើយើងខ្លួនយើងផ្ទាល់ចំនួនដោយការអង្គុយចាំតែលទ្ធផលយើងគួរតែបង្កើតវាដោយខ្លួនឯងទៅវាថា quote នេះខ្ញុំលើកយកមក2ដងហើយប៉ុន្តែវានៅតែមានអត្ថន័យអញ្ចឹងហើយទើបខ្ញុំលើកយកវាមកម្ដងទៀត Alright guys យើងមកបានឆ្ងាយហើយឥឡូវចូលមកដល់ quote ទី6 Don't watch the clock do what it does and keep going quote នេះមិនមែនមានន័យថាមិនចង់ឲ្យយើងមើលម៉ោងទេប៉ុន្តែគេចង់ឲ្យយើងនៅ focus ទៅលើអ្វីដែលយើងកំពុងតែធ្វើជាជាងរងចាំឬមួយក៏ជាងតែឆ្ងល់ថានៅពេលណាដែលយើងទទួលបានភាពជោគជ័យយើងគួរតែផ្ដល់ឱកាសឲ្យខ្លួនឯងចាប់ផ្ដើមឬមួយក៏ focus ទៅលើអ្វីដែលយើងកំពុងតែធ្វើហើយធ្វើវាជាស្រេចបាច់ហើយនឹងធ្វើវាឲ្យបានល្អឥតខ្ចោះលទ្ធផលវានឹងសម្រេចខ្លួនឯងតែកាលណាយើងfocus ទៅលើពេលវេលាច្រើនពេកវាអាចទាញយើងឲ្យឆ្ងាយឬមួយក៏ទាញយើងឲ្យកាន់តែយូរផងដែរខ្ញុំមាន quote មួយដែរដែលខ្ញុំទទួលបានដូចជានៅក្នុងវីដេអូនៅក្នុង social media ដែលគេនិយាយថាបើសិនជាយើងចង់ទិញរបស់អ្វីមួយដោយមិនចាំបាច់មើលតម្លៃយើងគួរតែធ្វើការដោយមិនចាំបាច់មើលម៉ោងវាមានន័យខ្លាំងមែនទែនការកសាងអ្វីមួយជាពិសេសគឺការកសាងអ្វីដែលលំបាកគឺភាគច្រើនគឺត្រូវការពេលវេលាហើយមិនមែនមួយថ្ងៃមិនមែនមួយឆ្នាំឬមួយក៏ជួនកាលអាចឡើងដល់5-6ឆ្នាំទៀតក៏ថាបានដែរវាដូចជាដើមឈើមួយដើមអញ្ចឹងអ្នកទាំងអស់គ្នាវាត្រូវការពេលនៅក្នុងការរីកលូតលាស់ guys យើងនឹងបន្តរហូតទៅដល់ quote ទី10ឥឡូវនេះ quote ទី7គឺ if you want to go fast go alone but if you want to go far go together សិនបើយើងចង់ទៅលឿនយើងទៅតែឯងតែប្រសិនជាយើងចង់ទៅបានឆ្ងាយយើងទៅមានគ្នាឥឡូវនេះយើងមាន2ដើម្បីជាការពិចារណាទី1គឺការធ្វើដំណើរតែឯងវាអាចធ្វើឲ្យយើងលឿនប៉ុន្តែប្រសិនជាយើងចង់ទៅបានឆ្ងាយហើយចង់ build អ្វីដែលធំយើងត្រូវតែមានគ្នាដូចជា group support ដើម្បីចែករំលែក idea ហើយដើម្បីជួយគ្រប់គ្រងគ្នានឹងឯងនៅពេលដែលយើងធ្វើការជាក្រុមវាអាចផ្ដល់ឲ្យយើងនៅគំនិតច្រើនជាងនៅយើងធ្វើការតែឯងអញ្ចឹងទៅការដែលយើងធ្វើការជា team ឬមួយក៏ជាក្រុមគឺជារឿងល្អជាពិសេសនៅពេលដែលយើងចង់ build ឬមួយក៏កសាងអ្វីដែលធំក៏ប៉ុន្តែរវាងការធ្វើការតែឯងហើយនិងការធ្វើការដោយ team ក៏យើងត្រូវចេះបត់បែនវាទៅតាមនឹងដែរពេលខ្លះបើសិនជាយើងមិនមានអ្នកដែលពេលខ្លះយើងក៏ត្រូវធ្វើការតែឯងពេលខ្លះយើងក៏ត្រូវធ្វើការដោយ team ផងដែរ Alright សម្រាប់ quote ទី8 Believe you can and you are halfway there self belief គឺសំខាន់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាដើម្បីឲ្យសម្រេចអ្វីបានជាដំបូងជា foundation ឬមួយក៏ first step អ្នកទាំងអស់គ្នាត្រូវតែជឿថាខ្លួនឯងអាចសម្រេចវាបានតែការជឿលើខ្លួនឯងនេះទេដែលវាជាគ្រឹះនៅក្នុងការចាប់ផ្ដើមអ្វីមួយដល់ពេលដែលយើងជឿថាយើងអាចធ្វើបាននោះយើងនឹងចាប់ផ្ដើមសកម្មភាពភ្លាមៗតែម្ដងសម្រាប់ quote ទី9 Dream big, start small and act now by Robin Sharma
អានេះគឺវាមាន powerful ខ្លាំងមែនតើអនុញ្ញាតឲ្យខ្លួនឯងមានក្តីសម័យធំប៉ុន្តែយើងត្រូវតែអង្គិនវាឲ្យទៅជាទូចដែលយើងអាចធ្វើបាននៅក្នុងគណៈពេលនេះតែម្ដងជាក់ស្ដែងឧទាហរណ៍ងាយយល់នៅក្នុងបើសិនជាគេរលំភ្នំមួយក៏ត្រូវការរបេះវាពីចំណុចទូចហើយត្រូវការពេលវេលាផងដែរ guys ចូលមកដល់ quote ទី10គឺជា quote ដែលខ្ញុំចូលចិត្តខ្លាំងមែនតើគឺ you don't have to be great to start but you have to start to be great យើងមិនចាំបាច់ល្អឥតខ្ចោះដើម្បីចាប់ផ្ដើមអ្វីមួយទេប៉ុន្តែការចាប់ផ្ដើមវាធ្វើឲ្យយើងល្អឥតខ្ចោះបានព្រោះមានតែសកម្មភាពទេដែលអាចធ្វើឲ្យយើងរំកិលខ្លួនទៅរកភាពល្អឥតខ្ចោះបានប៉ុន្តែអ្នកទាំងអស់គ្នាមានក្តីសម័យឬមួយគោលដៅអ្វីនៅក្នុងការចាប់ផ្ដើមគុំរងចាំរហូតតតែយើងមានអ្វីគ្រប់គ្រាន់នៅក្នុងការចាប់ផ្ដើមអីយើងគួរតែប្រើប្រាស់អ្វីដែលយើងមានគំនិតឬមួយក៏របស់របរអីផ្សេងឧបករណ៍អីហ្នឹងយើងប្រើប្រាស់វាឲ្យអស់ពីលទ្ធភាពហើយចាំយើងគិតពីរឿងដែលយើងត្រូវធ្វើវាឲ្យល្អឡើងក្រោយមកទៀតខ្លួនខ្ញុំផ្ទាល់នៅពេលដែលខ្ញុំដឹងពីវិធីនេះខ្ញុំមិនរងចាំហេតុផលឬមួយក៏អ្វីគ្រប់យ៉ាងឲ្យល្អ perfect 10 លើ 10ដើម្បីចាប់ផ្ដើមជា content creator របស់ខ្ញុំទេខ្ញុំចាប់ផ្ដើមហើយនឹង improve វាឬមួយក៏ធ្វើឲ្យវាល្អឡើងបន្តិចម្ដងហើយទៅតាមពេលវេលាទីបំផុតយើងមកដល់ចំណុចបញ្ចប់ហើយណាអ្នកនរអរគុណច្រើនសម្រាប់ការទស្សនាវីដេអូហើយកុំភ្លេចជួយ subscribe ឬមួយក៏ follow page របស់ខ្ញុំមួយផង